ជំនួបសងសឹកគូពិសេសជុំនេះបាទនឹងតែកក្រៅទៀតហើយបាទប្រិមត្តយើងបាទយល់លីវឹកសិនបាទត្រូវសងសឹកជាមួយនឹងក្រុមកំភ្លឹងធំអាសណលគណៈដែលក្រុមអ្នកមានប៉ារីសសាហ្សឺម៉ាន់ក៏ត្រូវសងសឹកជាមួយនឹងក្រុមតោខៀវឆែលស៊ីការប្រកួតពិសេសតែម្ដងនោះគឺអាត្រីសូរៀលម៉ាឌ្រីតត្រូវប៉ះជើងខ្លាំងមកពីអង់គ្លេសគឺ Make Manchester City បាទសមាគមបង្កើតការវិភាគបាល់ទាត់ជាមួយខ្ញុំបាទ Admin កសល3គូពិសេសបាទក្នុងពានរង្វាន់ UEFA Champions League វគ្គ16ក្រុមចុងក្រោយតោះយើងមកមើលការប្រកួតគូទី1នេះតែម្ដងបាទរវាងក្រុមBayern Leverkusen បាទត្រូវទទួលក្រុមកំភ្លឹងធំ Arsenal បាទគូនេះពិសេសមែនទែនសម្រាប់ការប្រកួតជំនួបជួបគ្នា4ប្រកួតចុងក្រោយ Arsenal គឺឈ្នះ2ប្រកួតស្មើ2អត់ដែរចាញ់ទៅលើ Bayern Leverkusen នោះទេយប់នេះ Arsenal ត75បាទលេងក្រៅទឹកដីណាបាទហើយសម្រាប់ការប្រកួត5ប្រកួតចុងក្រោយរបស់ Bayern Leverkusen បាទគឺឈ្នះ3ប្រកួតស្មើ1និងចាញ់1តែប្រកួតចុងក្រោយគឺស្មើជាមួយនឹងក្រុម Freiburg 3-3បាទប្រហែលជាទុកជើងជាមួយនឹង Arsenal ចំណែក Arsenal វិញអត់ថាមិនទុកជើងឬក៏មិនទុកជើងទេបើអត់ដែរចាញ់សោះតែម្ដងដល់5ប្រកួតចុងក្រោយនេះគឺឈ្នះ4ស្មើ1ប្រកួតចុងក្រោយគេឈ្នះទៅលើ Manfield ក្នុងពានរង្វាន់បាទ FA Cup 2-1ក្រៅទឹកដីបាទហើយជាទុកជើងឲ្យកីឡាករសម្រាប់ខ្លះហើយបាទមើលទៅបាទតែស៊ីមិនច្រើនអញ្ចឹងសម្រាប់ការប្រកួតគូទី1នេះ Admin គឺថាគួរតែលេខខាងក្រុម Arsenal បាទយើងវាយចិត្ត5បងប្អូនបាទសម្រាប់ការទូទាត់លទ្ធផល Admin ទាយថា Arsenal ឈ្នះ2-0ជាមួយនឹងក្រុម Bayern Leverkusen ហើយចូលមកដល់គូទី2វិញបាទកាន់តែពិសេសជំនួបសងសឹករវាងក្រុមអ្នកមាន Paris Saint-Germain បាទទទួលក្រុមតោខៀវ Chelsea មកពីអង់គ្លេសជំនួបប៉ះគ្នាបាទកាត់5ប្រកួតចុងក្រោយនេះបាទគឺ Chelsea បាទឈ្នះ2 Paris ឈ្នះ2និងស្មើ1ប៉ុន្តែជំនួបចុងក្រោយនៃការប្រកួត FIFA Club World Cup នោះគឺ Chelsea លុតទៅលើ Paris 3-0បាទលើកព្រៀងតែម្ដងហើយ5ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរក៏មិនខុសគ្នាដែរដោយ Paris ឈ្នះ3ប្រកួតស្មើ1និងចាញ់1ប្រកួតចុងក្រោយគឺចាញ់ទៅលើ Monaco 3-1ក្នុងទឹកដីទៀតនេះសង្ស័យទុកជើងលេងជាមួយនឹង Chelsea ហើយបាទសម្រាប់ Paris ចំណែកបាទ Chelsea វិញ5ប្រកួតហ្នឹងគឺឈ្នះ3ស្មើ1ចាញ់1ដូចគ្នាប៉ុន្តែគេឈ្នះទៅលើបាទក្រុមមកពីលំដាប់ទៀតទេបាទគឺ4-2បាទក្នុងមកបន្ថែមទៀតបាទសម្រាប់ Chelsea ណាក្នុងពានរង្វាន់ FA Cup ហើយគូនេះ Paris តកន្លះណាបងប្អូនបាទក្នុងទឹកដី Paris Saint-Germain មិនងាយស្រួលទេយប់នេះ Admin គិតថា Paris នឹងសងសឹកបាទទៅលើបាទក្រុម Chelsea បានសម្រេចហើយការទូទាត់របស់ Admin គិតថា Paris ឈ្នះ2-1ជាមួយនឹង Chelsea យប់នេះហើយអញ្ចឹងយើងវាយកន្លះដាច់ណាបងប្អូនបាទសម្រាប់គូទី2កាន់តែជួយចិត្តកាន់តែក្រៅកគុកការប្រកួតគូទី3នេះបាទគឺរវាងក្រុមអាត្រីសូរៀលម៉ាឌ្រីតបាទត្រូវប៉ះជាមួយនឹងក្រុម Make Manchester City ហើយគិតពីការប្រកួតចំនួន5ប្រកួតដែលត្រូវប៉ះគ្នាចុងក្រោយនេះគឺក្រុមរៀលម៉ាឌ្រីតបាទគឺឈ្នះ3លើកបាទចាញ់ Man City 1និងស្មើ1ប្រកួតចំនួនចុងក្រោយគឺ Man City បាទគឺឈ្នះទៅលើ Real Madrid 2-1គិតពី5ប្រកួតចុងក្រោយក្នុងលីករបស់ក្រុម Real Madrid វិញបាទគឺឈ្នះ3ចាញ់2ប្រកួតចុងក្រោយគឺឈ្នះទៅលើ Celta Vigo 2-1ក្នុងក្រៅទឹកដីហើយចំណែកក្រុម Man City វិញគិតពី5ប្រកួតចុងក្រោយអត់ទាន់ចាញ់ទេដោយឈ្នះ4ប្រកួតស្មើ1ប្រកួតចុងក្រោយឈ្នះទៅលើ Newcastle 3-1ក្នុងពានរង្វាន់ FA Cup ហើយសម្រាប់គូនេះបាទគឺ Man City លេងក្រៅដីទេប៉ុន្តែហ៊ានតណាស់បាទឲ្យក្រុម Real Madrid បាទកន្លះដាច់ទេណាហើយអញ្ចឹងសម្រាប់គូទី3ចុងក្រោយនេះគេមានគេថាគូទៅលេងខាងក្រុមបាទ Real Madrid បាទបងប្អូនយើងរងកន្លះដាច់ទេណាបងប្អូនបាទសម្រាប់លទ្ធផលមានគេថា Real 1 Man City 1អត់ស៊ីគ្នាទេបាទការប្រកួតយប់នេះជើងទី2អាចនឹងតកគោលគ្នាដាច់ព្រាត់ដែរបងប្អូនហើយជើង Admin មាន3គូទេបាទជួបបងប្អូនលេងបងប្អូនអាចសម្រេចចិត្តមួយនឹងវីដេអូហើយសម្រាប់បងប្អូនដែលចង់ទស្សនាការប្រកួតបាល់ទាត់ចង់បានទទួលបាន tip បាល់ដូចជាបាទគូបាល់ថ្មីៗអាចចូលរួមជាមួយនឹងក្រុមបាល់ដូចជា channel របស់ Admin បានដែល Admin ដាក់នៅលើ link caption ដូចជានៅលើបាទវីដេអូមួយនេះអរគុណបងប្អូនយល់យ៉ាងណាសម្រាប់ការវិភាគបាល់ទាត់របស់ Admin ភ្លេចចុច like ចុច share ដើម្បីទទួលបានវីដេអូថ្មីៗជាមួយនឹងតម្រុយបទពិសោធន៍របស់ Admin